មានបញ្ហារញ៉េរញ៉ៃច្រើនគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបង្កើត email ដែលថ្មីមិនមែនយក email ដែលចាស់យកមកប្រើទេព្រោះអីកាលណាយើងប្រើ email ចាស់ email ចាស់របស់យើងអាចនឹងលក្ខណៈមួយថាវាអាចនឹងរញ៉េរញ៉ៃពាក់ព័ន្ធនឹងការយើងបង្ហោះវីដេអូពីមុនទៅដល់ពេលយើងបង្កើត Google AdSense ហ្នឹងទៅវាមិនឲ្យយើងបង្កើត account ហ្នឹងបានអញ្ចឹងខ្ញុំសូមរំពរអ្នកទាំងអស់គ្នាបង្កើតនៅ account ថ្មីវិញដែលស្រួល email ថ្មីដែលស្រួលសម្រាប់យើងបង្កើត account ហ្នឹងឥឡូវចាប់តាមអ្នកគ្នាមុនបងនេះគឺយើងបង្កើត email របស់ Google គឺ Gmail Your code is 8170117. Once again, your code is 8170117. Goodbye.ឥឡូវនេះយើងបានបង្កើត Gmail មួយហើយឥឡូវយើងចូលទៅ YouTube ហ្មងទៅកុំឲ្យមកយូរតើមកយើងคลิกពីថា sign in ឥឡូវនេះ you are now registered with YouTubeនៅក្នុង YouTube នៅត្រង់ account នេះយើងចុចលើ account setting បន្តមកចុចនេះត្រង់ overview account information name សុខហេង111122@gmail.com យើងជ្រើសរើសយកពី create channel ចុចពីថា continueឥឡូវនេះយើងបាន channel មួយហើយដែល channel នេះមានឈ្មោះថាសុខហេង
បន្ទាប់ពីបាន channel នេះហើយយើងចូលទៅកន្លែងដដែលចុចយកពាក្យ account ចុច account ហ្នឹងសុខេង1 3ដើម2នឹងមកហើយចុចទៅ setting យើងយកត្រង់ពាក្យថា view additional feeder នៅត្រង់នេះគឺយើងនឹងឃើញហើយគឺយើងទៅតាម verify វាសិនឥឡូវយើង verify វាសិនមកយើងយក com នេះ server message ដាក់លេខទូរស័ព្ទមក8998 submit Hello, thank you for using our phone verification system. Your code is 52601. Once again, your code is 52601. Goodbye. ឥឡូវនេះយើងឃើញហើយយើងបាន verify រួចហើយ តោះមកយើងមើលទៅក្នុង monetization នៅក្នុង monetization នេះយើងឃើញនៅ YouTube partner program is currently not available in your country អញ្ចឹងមានន័យថាចំណុចដែលយើងចង់និយាយគឺ monetization នេះគឺសម្រាប់ឲ្យយើងរកលុយហើយនៅពេលដែលយើងអស់វីដេអូរបស់អីទៅគឺវាជាលក្ខណៈផ្សព្វផ្សាយពាណិជ្ជកម្មមកឲ្យខាង Google ទៅពេលអញ្ចឹងខាង Google គេឲ្យកម្រៃជើងសារមកយើងអញ្ចឹងនៅក្នុង monetization នេះយើងជ្រើសរើសយកពាក្យថា learn more យើងឃើញហើយគឺរបៀបណែនាំគេឲ្យយើងធ្វើម៉េចឥឡូវយើងបែរថយក្រោយវិញមកនៅក្នុងនេះយើងឃើញនេះខាងក្រោមមាន upload default in video programming fan finder advanced យើងយក advanced នៅក្នុង advanced នេះយើងដោយសារថាប្រទេសកម្ពុជាយើងវាអត់ទាន់ support លក្ខណៈមួយថាប្រទេសកម្ពុជាយើងអត់ទាន់ support ខាងផ្នែកហ្នឹងអញ្ចឹងយើងបដូរទៅផ្នែកផ្សេងប្រទេសផ្សេងដែលនៅជិតយើងឬក៏ប្រទេសណាក៏បានដែរស្អាតតែយើងតែខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយកប្រទេសថៃទៅដែលនៅក្បែរយើងស្រាប់យើងយក Thailand អូសំទោសដោយសារតែមិញខ្ញុំឡងឥឡូវសូមថយក្រោយនេះសិនខ្ញុំឡងមិញខ្ញុំឡងកន្លែងនេះនៅក្នុងកន្លែងនេះមិញខ្ញុំផ្លេចប្រាប់អ្នកទាំងអស់គ្នានៅក្នុងពាក្យថា advanced នេះយើងចុច advanced មួយមកដើម្បីយើង change channel របស់យើងឃើញហើយ channel ចាស់ដែលយើងទើបតែបង្កើតហ្នឹងគឺ channel នេះមានអាស័យដ្ឋាន address youtube.com អីអក្សរច្រើននេះយើង create custom channel មួយមកយើងវាយទៅមិញនេះគឺសាច់ដែលយើងដាក់ទៅមកថាមិញឈ្មោះ account របស់យើងគឺសុកហេងឥឡូវយើងសាកដាក់ឈ្មោះ channel របស់យើងជាសុកហេងមក custom channel យកឲ្យស្អាតសូមបញ្ជាក់ថាtrong custom channel URL ហ្នឹងនៅពេលយើងបង្កើតហើយយើងមិនអាចបដូរបានទៀតទេគឺបង្កើតហើយតែម្ដងទេនេះ create វាមកនឹងទៅដោយសារសុខេងនេះមានធ្លាប់មាននៅក្នុង YouTube ហើយអញ្ចឹងគេមានសិក្សាឲ្យយើងមាននេះសុខហេង58សុខហេង51សុខហេង9ហើយយើងរើសសុខហេង58ហើយ create channel URL អូខេឥឡូវរួចរាល់ហើយយើងចុចឥឡូវយើងបានរួចរាល់ហើយយើងចុចទៅលើ account មិញហ្នឹងទៅយើង setting ដដែលយើងយកត្រង់ view
Auditional feeder យក advanced នេះយើងជ្រើសរើសយើងបដូរទៅថៃវិញទៅឬក៏ទៅវៀតណាមអីក៏បានដែរស្អីតែចិត្តយើងយកថៃមកហើយយើងវាយ channel របស់យើងវិញមក S សុកហេង58ទៅមកខាងក្រោមនេះយើងមិនបាច់អីទាំងអស់កុំឲ្យញ៉ៃច្រើនហើយយើងចុចវា save យក change was save ឥឡូវយើងមកចុចត្រង់ status and feeder នេះម្ដងយើងឃើញហើយគឺមុនហ្នឹងយើងបានចូលកន្លែង L1 ហ្នឹងយើងបានឃើញត្រង់ monetization នេះគឺមានកន្លោនខ្មៅអត់មានចេញចឹងទេបន្ទាប់ពីយើងคลิกត្រង់បដូរពីកម្ពុជាយើងទៅថៃហើយយើងបដូរឈ្មោះ channel ដូរអីវាឃើញយើងឲ្យជ្រើសរើសយកពាក្យ enable ហើយយើង enable មកបន្ទាប់ពីយើង enable ហើយយើងឃើញនេះ enable my account យើង enable ទៅយើង take តាមការណែនាំរបស់គេមកហើយ accept ហើយក៏ទៀតឥឡូវយើងឃើញហើយគឺ0វីដេអូយើងមិនទាន់បាន account របស់យើងទៅបង្កើតបានថ្មីអញ្ចឹងវីដេអូ3មួយយើងមិនទាន់បានផុសដែរឥឡូវយើងបានប៉ុណ្្នឹងហើយយើងចូលទៅ account ម្ដងទៀតចូលកន្លែងម្ដងទៀតត្រង់ view free edition ចូលទៅកន្លែង advanced ភាសាទៀតសំដៅត្រង់ចូលទៅ monetization នៅក្នុង monetization ដើម្បីឲ្យយើងទទួលបាននៅលុយយើងជ្រើសយកពាក្យថា how will I be paid ជ្រើសមកយើងឃើញពាក្យគេថាហើយ management are managed through a Google AdSense account you must associate and send account to your YouTube account in order to be paid នេះជារឿងមកចុចតាមគេទៅដល់នេះកន្លែងនេះយើងមិន form យើងយក yes process to Google account and sign in យកបាយ password យើងនឹងណាឥឡូវនេះគឺយើងបានហើយនេះបានន័យថាយើងធ្វើបានសម្រេចហើយនៅក្នុងការបង្កើត Google AdSense នេះគឺយើងឃើញ logo គេហើយ YouTube plus Google AdSense គឺមាន3ដំណាក់កាលដើម្បីឲ្យយើងបំពេញ form ទី1ទី2ហើយនិងទី3អញ្ចឹងនេះគឺដល់វគ្គទី2ហើយឥឡូវយើងមើលមកបើសិនបើអ្នកទាំងអស់គ្នាមិនបានឃើញដូចក្នុងទម្រង់នេះទេបានន័យថាអ្នកទាំងអស់គ្នាធ្វើមិនទាន់បានជោគជ័យទេឥឡូវក្នុងភាសាយើងអាចជ្រើសរើសភាសាណាដែលយើងចេះមកដូចសារតែយើងជ្រើសរើសអង់គ្លេសមកយើង continue នៅក្នុង step ទី3យើងត្រង់ select country or territory ជ្រើសរើសយកមកយើងមិនបាច់យក Thailand ទៀតទេយើងយក Cambodia យកមកដើម្បីម៉ោងនេះមិនបាច់ថូទេហើយនេះយើងមិនបាច់ថូទេ individual យើងមិនបាច់ថូទេបើសិនបើយើងជាលក្ខណៈ business
យើងដាក់ business តែនេះយើងបន្តខ្លួនយើងមិនដល់ទេ payment name នៅក្នុង payment name នេះយើងត្រូវដាក់ឈ្មោះពេញទៅតាមឈ្មោះសៀវភៅធនាគាររបស់យើងឧបមាថាឈ្មោះខ្ញុំឈ្មោះប៊ុននីមីលេងប៊ុននីអញ្ចឹងខ្ញុំវាយឈ្មោះពេញថាហ្នឹងមកមីលេងប៊ុននី street address 8 ហើយក្នុង postal code ប្រហែលជាអ្នកទាំងអស់គ្នាអាចនឹងមានទាំងមកខ្លះចង់តាក់ទងនឹង postal code យើងមិនដឹងថា postal code នោះស្អីគេទេតាមពិតទៅ postal code ហ្នឹងគឺជាលេខកូដប្រៃសណីយ៍របស់យើងនៅក្នុងប្រទេសរបស់យើងឥឡូវយើងឧបមាថាខ្ញុំរស់នៅក្នុងខណ្ឌភ្នំពេញអញ្ចឹងយើងចូលទៅក្នុង Google search វាយពាក្យថា PA ក្នុងprint postal code postal code ពេញ postal code tourism នេះគឺក្នុង website នេះ tourismcambodia.com គឺមានបញ្ជាក់លេខកូដ postal ឲ្យយើងឥឡូវយើងជ្រើសរើសមកនេះគឺខណ្ឌរបស់ខ្ញុំគឺខណ្ឌដូនពេញស្ថិតនៅសង្កាត់សាកដាល2អញ្ចឹងជ្រើសរើសមក12 205 copy យើងដាក់មកបំបាច់វែងឆ្ងាយច្រើនហើយទៅមកតានេះយើងវា custom ហ្នឹងហើយមិនក៏កាលនេះយើងវា custom សាប់នេះបាទឥឡូវនេះឃើញថាយើងជោគជ័យហើយនៅពេលនេះគឺយើងមាន account មួយដែលជា account Google AdSense អញ្ចឹងនៅក្នុង YouTube នេះក្នុង account មួយនេះយើងអាចនិយាយបានថាយើងអាចរកលុយបានដោយការបង្ហោះវីដេអូហើយវីដេអូរបស់យើងត្រូវតែជាវីដេអូរបស់ខ្លួនយើងតែជាយើងអ្នកបង្កើតផ្ទាល់ហើយមិនមែនជាវីដេអូដែល copy ឬក៏ download មកពី website ផ្សេងយកមកផុសឬក៏ download ពី YouTube ហើយយកមកផុសទេនៅពេលដែលយើងយកវីដេអូចឹងមកផុស Google នឹងមិនឲ្យកម្រៃជើងសារដល់យើងទេអញ្ចឹងហើយយើងត្រូវតែជាវីដេអូដែលយើងបង្កើតឡើងខ្លួនយើងឬក៏ជាវីដេអូដែលយើងកែច្នៃខ្លួនយើងធ្វើម៉េចដែលមិនមែនជាការចម្លងរបស់អ្នកដទៃឥឡូវយើងចង់ដឹងថា account យើងបានហើយមិនបានយើងមើលត្រង់នេះមក status and feeder នឹងឃើញហើយគឺមានការផ្លាស់ប្ដូរហើយដោយសារតែយើងបានផ្លាស់ប្ដូរពី account ធម្មតា email ធម្មតាមកជា email AdSense យើងឃើញហើយខ្ញុំភ្លេចប្រាប់អ្នកនរគ្នាត្រង់ថាយើងអាចបង្កើត Google AdSense នេះបានដើម្បីរកលុយពី YouTube បានលុះត្រាតែចំណុចចង់និយាយថាលុះត្រាតែយើងនៅក្នុងស្ថានភាពមួយដែល account របស់យើងជាពណ៌នេះជាពណ៌យើងអាចនិយាយបានថាជាពណ៌បៃតងមិនមែនជាពណ៌ផ្សេងដែលគេហៅថានេះគឺ good standing ប្រសិនបើយើង account របស់យើងបើកមកនេះtrong status and feeder នេះមកចេញមានពណ៌ផ្សេងដែរគេដាក់អក្សរថា bad standing ឯអាហ្នឹងគឺយើងមិនអាចបង្កើត account នឹងបានទេទាមទារឲ្យយើងធ្វើការបង្កើតថ្មីមួយផ្សេងទៀតហើយឥឡូវយើងឃើញ account យើងទៅបង្កើតទេតែឥឡូវនេះគឺមើល
គឺ good standing good standing ហើយ stat ហើយtrong multi session នេះយើងឃើញមានអានេះវាចិត្តចេញពណ៌ខៀវហើយមូលហេតុអីបានដោយសារចិត្តចេញពណ៌ខៀវដោយសារតែ account យើងមិនទាន់បានផុសវីដេអូថ្មីវីដេអូអីមួយទេហើយសូមបញ្ជាក់ថាយើងនៅពេលដែលយើងផុសវីដេអូទោះបីយើងឧបមាថាយើងបង្កើតថ្ងៃនេះហើយយើងបង្ហោះថ្ងៃនេះក៏អត់ទាន់បានកម្រៃយើងសារដែរលុះត្រាតែ account នេះបានបង្កើតរយៈពេលចាប់ពីរាប់ពីថ្ងៃនេះទៅរហូតដល់មួយអាទិត្យក្រោយបាន account នឹងចាប់ផ្ដើមដំណើរការមិនមែនមានន័យថា account នេះបង្កើតបរាជ័យទេគឺបង្កើតបានជោគជ័យហើយប៉ុន្តែខាង Google គេទាមទារគឺលក្ខខណ្ឌអញ្ចឹងគឺតាមមួយអាទិត្យក្រោយពេលបង្កើតបានអាចដំណើរការកម្រៃជើងសារនឹងបានអញ្ចឹងខ្ញុំនឹងឃើញថាអ្នកទាំងអស់គ្នានឹងជោគជ័យដូចខ្ញុំបានធ្វើអរគុណលោកអ្នកដែលបានទស្សនាវីដេអូនេះហើយកុំភ្លេច Subscribe ទៅកាន់ Channel YouTube របស់ខ្ញុំដើម្បីទទួលបានអ្វីៗដែលថ្មីដែលខ្ញុំចែករំលែកអ្នកនរគ្នាសូមបញ្ជាក់ថារបៀបបង្កើតនេះគឺមានអ្នកខ្លះគេរហូតដល់បើកសាលាបង្រៀនដើម្បីយកលុយអីតែនេះខ្ញុំចែកចាយជូនអ្នកនរគ្នាទាំងដោយមិនគិតអីទេសម្រាប់អ្នកដែលបង្កើតទៅជួបបញ្ហាត្រង់នេះត្រង់នោះអាច comment ពីក្រោមវីដេអូហើយខ្ញុំនឹងផ្ដល់នៅចម្លើយតាមថាខ្ញុំអាចធ្វើទៅបានតាមពេលវេលាដែលខ្ញុំមានខ្ញុំនឹងផ្ដល់ចម្លើយជូនភ្លាមឬក៏ពេលណាដែលខ្ញុំមានខ្ញុំនឹងផ្ដល់ចម្លើយជូនអរគុណជម្រាបលាអ្នកទាំងអស់គ្នា